តរំតដាច់ចិត្តនឹកឃើញតែចង់ញ៉ាំក្តាមអាឡាស្កាហ្នឹងមិនមែនតិចឆ្នាំទេសំលុយម្ដង1500យកចូលទៅក្នុងកូនជ្រូកដាច់ចិត្តហ៊ានពិភាក្សាជាមួយនឹងប្តីនឹកឃើញអូយបងចង់ស្គាល់រសជាតិក្តាមអាឡាស្កានឹងគេម្ដងថារសជាតិបែបម៉េចដែរឆ្ងាញ់ជាងក្តាមឡាតៃអត់ខ្ញុំឃើញខ្ញុំស្ងាត់មកខ្ញុំលេងប្រម៉ូទទឹកកាពិឬមកខ្ញុំឈប់លក់អីអត់ទេខ្ញុំលក់ដូចតរងថ្ងៃណាបងប្អូនជួយទិញខ្ញុំម្នាក់ម្ដងផងមកណាបើសិនជាអាសាមើលវីដេអូរបស់ខ្ញុំកន្លងមកហ្នឹងធ្វើបានច្រើនយ៉ាងភ្លាសាច់អាំងទឹកកាពិឬមកបុកល្ហុងទៀតគឺកាន់តែឆ្ងាញ់បងមានទឹកកាពិនេះមួយនៅក្នុងទេហើយដូចមានអ្នកជួយជំនួសដៃជំនួសជើងចង់បុកល្ហុងក៏បានចង់ភ្លាឬមកកសាច់អាំងទៀតគឺកាន់តែបងរសជាតិអត់ចាំបាច់ថែមថយស្ករអំបិលវិចេងច្រើនអីទេទឹកកាពិរបស់ខ្ញុំធ្វើចេញមកគឺខាប់ល្មួតងាយស្រួលក្នុងការញ៉ាំណាមកក្បាលហើយរៀងធំដែរតែខ្ញុំសុំអត់ប្រាប់តម្លៃណាបងប្អូនអើយក៏តែទិញក្តាមហ្នឹងយកមកភ្លាមនាំគ្នាខ្លាចឡើងពេញប្រទេសមិនថែមតកូនខ្ញុំអីទេអ្នកផ្ទះខ្ញុំគឺខ្លាចទាំងអស់ព្រោះថាវាធំពេកអ្នកដែលចេះធ្វើក្តាមហ្នឹងកុំភ្លេចមើលវីដេអូនេះមកចាំខ្ញុំប្រាប់ព្រោះដោយសារខ្ញុំដឹងពីអ្នកលក់ដែរទេមុននឹងយកទៅចំហុយក្តាមហ្នឹងដាក់ត្រាំទឹក15នាទីទៅ20នាទីសិនដើម្បីឲ្យវាចេញជាតិដីហើយជាមួយនឹងចេញជាតិប្រៃដែលចេញពីទឹកសមុទ្រហ្នឹងមកអ្នកបានហាន់ជាចំណិតស្ដើងហ្នឹងយកមករៀបនៅលើឡាំងសិនហ្នឹងមកបើសិនជាបានខូចលឿនទេគឺរត់ត្រឡប់អ្នកទាំងអស់គ្នាមើលហើយក្តាមហ្នឹងចង់ធំជាងខ្លួនខ្ញុំទៀតមិនមែនទូចទេដាក់ចូលឡាំងសិនមានរួចណាកាប់ដៃវាជាទូចខ្ញុំចំហុយខ្ទង់ប្រហែលជា25នាទីតាមទំហំរបស់ក្តាមដែរបើសិនជាក្តាមរាងតូចតិចយើងចំហុយបន្ថយនាទីមកបុកណាសម្រាប់ធ្វើទឹកត្រីតែទឹកត្រីជ្រលក់ក្តាមរបស់ខ្ញុំថ្ងៃនេះគឺឆ្ងាញ់ណាស់គឺជាប្រភេទទឹកត្រីខ្ញីបងប្អូនដាក់ស្ករអំបិលប៊ីចេងជាមួយនឹងម្ទេសតាមចំណង់ចិត្តហើយខ្ញីនេះបើសិនជាបានញ៉ាំជាមួយនឹងគ្រឿងសមុទ្រឬមកក៏ដូចជា oyster ទៀតគឺឆ្ងាញ់ណាស់បងប្អូនបុកគ្រឿងទាំងអស់ហ្នឹងឲ្យម៉ត់សប់ចូលគ្នាហ្នឹងមកណាខ្ទឹមគឺខ្ញុំប្រើតែខ្ទឹមសណាខ្ញុំអត់ប្រើជាមួយនឹងខ្ទឹមក្រហមទេបន្ទាប់មកដាក់ជាមួយនឹងស្ករពាប្រហែលជាមកសភាពបាយច្បាច់ខូចឆ្មាហើយនឹងទឹកត្រីចូលទៅក្នុងកូរវាទៅវាមករហូតបើសិនជាស្ទើររសជាតិអីអ្នកទាំងអស់គ្នាអាចថែមថយនៅតាមក្រោយបានតែកុំបន្ថែមទឹកចូលទៅឲ្យសោះធ្វើឲ្យបាត់បង់រសជាតិទឹកត្រីអត់សូវខាប់ល្មួតរសជាតិអត់ឆ្ងាញ់ទេនៅពេលដែលជ្រលក់ជាមួយនឹងគ្រឿងសមុទ្រចូលទៅរសជាតិរបស់ខ្ញុំគឺថាប្រៃផ្អែមហើយឈ្ងុយក្លិនខ្ញីមែនតើអូយមកដល់ត្រង់នេះអូយខ្ញុំនិយាយវិញខ្ញុំបញ្ចូលសលេងបដាគឺនៅតែស្រក់ទឹកមាត់ទេហើយបើសួរខ្ញុំថារសជាតិក្តាមហ្នឹងបែបម៉េចដែរដូចតែក្តាមយើងធម្មតាដែរណាទិញមកហើយមិនដឹងថាអូរសជាតិក្តាមថ្លៃគេអញ្ចឹងទេចូលចិត្ត like ហើយនិង share follow page ខ្ញុំម្នាក់មួយផងណា